លើកឡើងក្នុងកិច្ចដឹកនាំប្រជុំស្ដីពីការផ្សព្វផ្សាយនិងណែនាំអំពីបញ្ហាគ្រឿងញៀនដល់ប្រតិបត្តិការដែលធ្វើអាជីវកម្មបម្រើសេវាបញ្ញើប្រៃសណីក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តនាថ្ងៃទី11មិនិនានេះអភិបាលរងខេត្តកណ្ដាលឯកឧត្តមនប់តារាបានបញ្ជាក់ថាប្រតិបត្តិការសេវាបញ្ញើប្រៃសណីទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរកងកម្លាំងសមត្ថកិច្ចទាំងការទំនាក់ទំនងផ្ដល់ព័ត៌មាននិងការពិនិត្យឆែកឆេរអីវ៉ាន់ដែលសង្ស័យក្នុងករណីឆែកឃើញត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរឬសមត្ថកិច្ចនៅជិតបំផុតទន្ទឹមនឹងនេះឯកឧត្តមអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ស្នងការនគរបាលនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តណែនាំដល់អធិការនគរបាលនិងមេបញ្ជាការអាវុធហត្ថក្រុងស្រុកបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះនិងឲ្យប្រតិបត្តិការសេវាបញ្ញើប្រៃសណីទាំងអស់បើកកិច្ចប្រជុំឬបើកវគ្គបណ្ដុះបណ្ដាលធ្វើយ៉ាងណាឲ្យបុគ្គលិកទាំងអស់មានការយល់ដឹងបន្ថែម។